ពេលវេលាអញ្ចឹងគ្រប់វិនាទីធ្វើវីដេអូថត cooking សាមញ្ញជៀនពងមាន់ខ្ចប់វិចម្ហូបឬក៏បាយឆាយកទៅដើរលេងមិនធ្វើការទេដើរលេងចឹងហើយវិចខ្ចប់បែបនេះណាវិចបាយឆានេះទៅធ្វើដើរលេងហើយជៀនពងមាន់ថែមពីលើមួយទៀតមួយញ៉ាំរបស់ក្រៅនឹងញ៉ាំអីញ៉ាំយូរឡើងធុញហើយជិលចឹងវិចខ្ចប់ទៅដល់ flavor វាអត់ត្រូវ flavor វាអត់ត្រូវជៀន2ម្នាក់មួយអូខេណាហើយយើងឆ្អិនមួយហើយយើងចាប់ដាក់មកវិធីងាយវិចប់រួចយើងចេញបិទចក្រានដាក់មកទៅទិញគេក៏គេធ្វើចឹងឲ្យយើងរួចហើយយើងរ៉េបវាចេញមកគុំលំអូនម៉ែគុំភ័យខ្លាចគុំតក់ស្លុតណាយើងធ្វើចឹងមកអូខេងាយឡើយបន្ទាប់មកអានេះថូសនំប៉័ងមិនចឹងដែលយើងខ្ចប់បាយចឹងមកយើងយកមកដាក់ថូសនេះមកប្រើភាពវៃឆ្លាតចេញពីខួរក្បាលរបស់យើងរួចហើយយើងសកត់វាចឹងមកបាយហ្នឹងវានឹងคล้ายជាបាយក្តៅហើយទន់ដូចបាយយើងឆាថ្មីពិតជាឆ្ងាញ់យើងខ្ចប់បែបនេះរក្សាទុកបានកន្លះម៉ោងទៅ1ម៉ោងចឹងហើយខ្ចប់បាយយកទៅធ្វើការក៏បាននេះខ្ចប់ទៅដើរលេងទេអូយថ្ងៃអាទិត្យនាំយាយដើរក្រុងទៀតហ៎ដើរលេងមិនដើរក្រុងទៅក៏ដល់កន្លែងណាកន្លែងហ្នឹងហ៎អូខេបងប្អូនដឹងក្បួននេះវិចខ្ចប់ចឹងមកយើងវបអាប់នៅក្នុងអាថូសនឹងហើយបាយបងបាយឆាហើយយើងច្រកនេះមកវិធីដើរលេងមានគ្រប់ប្រភេទយើងមិនបាច់ចាយលុយក៏បានចង់ចាយលុយក៏បានដោយសារបាយនេះវាឆាសយើងមិនបាច់ចាំហាយសូហាយខ្លះទេបាទជីវិតគឺវាអញ្ចឹងយើងចេះរស់គឺវាស្រួលយើងវិចខ្ចប់ចឹងមកណាកបួចមកដាក់ដល់ព្រាក្នុងកបោបទៅហើយនេះកបោបយើងហ្នឹងដាក់ចូលភ្លុចស្រួលចង់ងាប់ប្រាប់ក្បួនណាក្បួនកដាលេងអញ្ចឹងហើយក្រូចនេះដាក់មកណាដាក់ចូលអញ្ចឹងទៅមានតែខ្វល់ខ្វាយស្អីស្អាតបាតស្អីហាយសូអីជីវិតរស់ដូចគេទេឯងដើរប្រុយទៅមុខហើយស្ពាយមកបាទវិធីសាស្ត្ររៀបចំម្ហូបអាហារដើរលេងអញ្ចឹងអត់មានអីចម្លែកទេបងប្អូនធ្វើជីវិតឲ្យងាយអញ្ចឹងធ្វើឲ្យងាយដូចខ្ញុំអញ្ចឹងអូខេĐó, điều chúng con đặt